សួស្តីលោកយាយលោកតានិងបងប្អូនប្រិយមិត្តជាទីស្រឡាញ់សូមស្វាគមន៍មកកាន់ចាំប៉ី TV ថ្ងៃនេះយើងនឹងនិយាយអំពីប្រធានបទដ៏សំខាន់មួយសម្រាប់អ្នកវ័យចាស់គ្រប់រូបមនុស្សជាច្រើននៅពេលចូលវ័យ60 70ឬ80ឆ្នាំធ្លាប់មានអារម្មណ៍ថាជើងខ្សោយដើរមិនបានឆ្ងាយឬឈឺសន្លាក់ប៉ុន្តែការដើរតែហាត់ប្រាណរាល់ថ្ងៃក៏មិនមែនងាយស្រួលសម្រាប់គ្រប់គ្នាទេដោយសារជើងមិនរឹងមាំដូច្នេះថ្ងៃនេះយើងនឹងចែករំលែក5វិធីសាមញ្ញដែលអ្នកអាចអនុវត្តនៅផ្ទះដើម្បីឲ្យជើងរបស់អ្នករឹងមាំឡើងវិញវិធីទាំងនេះមិនត្រឹមតែជួយជើងទេប៉ុន្តែជួយឲ្យឈាមមានលំហូរល្អបន្ថែមថាមពលនិងបន្ថយភាពធន់ថប់ផងដែរចាប់ផ្ដើមពីវិធីទី1ដែលសាមញ្ញប៉ុន្តែមានអត្ថប្រយោជន៍យ៉ាងអស្ចារ្យនោះគឺការទទួលពន្លឺព្រះអាទិត្យពេលព្រឹកតើលោកតាលោកយាយដឹងទេថាពន្លឺព្រះអាទិត្យពេលព្រឹកអាចជួយឲ្យឆ្អឹងនិងសាច់ដុំរបស់លោកតាលោកយាយរឹងមាំជាងមុនពន្លឺព្រះអាទិត្យពេលព្រឹកជាប្រភពធម្មជាតិនៃវីតាមីន D ដែលមានតួនាទីសំខាន់ក្នុងការជួយឲ្យរាងកាយយើងស្រូបយកកាល់ស្យូមបានល្អកាល់ស្យូមគឺជាសារធាតុសំខាន់សម្រាប់ឆ្អឹងនិងសាច់ដុំជើងបើរាងកាយខ្វះវីតាមីន D ឆ្អឹងនឹងខ្សោយងាយបាក់ឬឈឺសន្លាក់ជាញឹកញាប់ម៉ោងដែលល្អបំផុតក្នុងការទទួលពន្លឺព្រះអាទិត្យគឺចន្លោះម៉ោង7ព្រឹកដល់9ព្រឹកពេលនេះពន្លឺព្រះអាទិត្យស្រទន់មិនក្តៅខ្លាំងពេកទេនិងមិនប៉ះពាល់ស្បែកផងដែរលោកតាលោកយាយអាចឈរឬដើរយឺតៗក្រៅផ្ទះប្រហែល10ទៅ15នាទីបើមានសួនឬចំហៀងផ្ទះមានខ្យល់បរិសុទ្ធនោះកាន់តែប្រសើរពេលទទួលពន្លឺសូមចលនាដើរយឺតៗឬដកដង្ហើមចូលឲ្យវែងៗផងវាជួយឲ្យឈាមមានលំហូរល្អបង្កើនថាមពលនិងធ្វើឲ្យជើងកាន់តែរឹងមាំពន្លឺព្រះអាទិត្យពេលព្រឹកមានអត្ថប្រយោជន៍ដូចជា 1. ជួយឲ្យឆ្អឹងរឹងមាំ 2. ជួយស្ដារសាច់ដុំដែលខ្សោយ 3. បន្ថយការឈឺសន្លាក់និងជើង 4. បង្កើនសារធាតុ Serotonin ដែលធ្វើឲ្យមានអារម្មណ៍សប្បាយបន្ថយ stress 5. ជួយបង្កើនប្រសិទ្ធភាពប្រព័ន្ធភាពស៊ាំកុំឈរទទួលពន្លឺព្រះអាទិត្យពេលលើសពីម៉ោង9ឡើងទៅព្រោះពន្លឺនឹងខ្លាំងនិងអាចប៉ះពាល់ដល់ស្បែកបានកុំភ្លេចផឹកទឹកបន្តិចបន្តួចបន្ទាប់ពីទទួលពន្លឺព្រះអាទិត្យដើម្បីជួយឲ្យរាងកាយស្រស់ស្រាយលោកតាលោកយាយដែលអាចដើរបានតិចតែចង់រកវិធីធម្មជាតិជួយឲ្យជើងកាន់តែរឹងការទទួលពន្លឺព្រះអាទិត្យពេលព្រឹកគឺជាជំហានដំបូងងាយៗប៉ុន្តែមានអត្ថប្រយោជន៍យ៉ាងអស្ចារ្យធ្វើជារៀងរាល់ថ្ងៃលោកតាលោកយាយនឹងដឹងថាសាច់ដុំជើងនឹងរឹងមាំឡើងវិញការឈឺចាប់ក៏ថយចុះនិងអារម្មណ៍កាន់តែរីករាយនេះគឺជាវិធីទី1ក្នុងចំណោមវិធី5ដែលអាចជួយឲ្យជើងរបស់លោកតាលោកយាយរឹងមាំឡើងវិញទោះបីជាមិនអាចហាត់ប្រាណបានច្រើនក៏ដោយវិធីទី2ដែលយើងអាចអនុវត្តបានងាយៗនៅផ្ទះដោយមិនចាំបាច់ចេញទៅកន្លែងហាត់ប្រាណឬប្រើឧបករណ៍ស្មុគស្មាញណាមួយវាជាវិធីដ៏មានប្រសិទ្ធភាពសម្រាប់មនុស្សវ័យចាស់ឬអ្នកដែលដើរមិនបានច្រើនតែចង់រក្សាកម្លាំងសាច់ដុំជើងឲ្យរឹងមាំនិងសុខភាពល្អគឺហាត់ប្រាណស្រាលៗហាត់ដោយមិនបង្ខំតែធ្វើរៀងរាល់ថ្ងៃលោកតាលោកយាយអាចចាប់ផ្ដើមដោយចំណាយពេលត្រឹមតែ10ទៅ15នាទីក្នុងមួយថ្ងៃប៉ុណ្ណោះលំហាត់ស្រាលៗទាំងនេះអាចធ្វើនៅផ្ទះនៅលើកៅអីឬនៅជិតជញ្ជាំងបានទាំងអស់តែសូមមានការតាំងចិត្តនិងភាពអត់ធ្មត់ហាត់ជារៀងរាល់ថ្ងៃឥឡូវយើងមកចាប់ផ្ដើមជាមួយលំហាត់ទី1លំហាត់ទី1លើកម្រាមជើងឈរជាប់ជញ្ជាំងឬកៅអីសម្រាប់ជាជំនួយរក្សាតុល្យភាពបន្ទាប់មកលើកម្រាមជើងឡើងឲ្យស្បែកជើងតឹងសិតដុំក្រោមជើងហើយចុះវិញយឺតៗធ្វើប្រហែល15ដងក្នុងមួយវេននិងធ្វើចំនួន3វេនក្នុងមួយថ្ងៃលំហាត់នេះជួយបង្កើនកម្លាំងសាច់ដុំបាតជើងធ្វើឲ្យជើងរបស់អ្នកមានថាមពលជាងមុននិងសម្រួលការលំហូរឈាមបងប្អូនអាចធ្វើពេលព្រឹកមុនពេលទទួលពន្លឺព្រះអាទិត្យក៏បានលំហាត់ទី2អង្គុយលើកជើងអង្គុយនៅលើកៅអីដែលមានខ្នងផ្អែកដាក់ដៃលើពោះឬនៅលើដៃទាំងពីរបន្ទាប់មកលើកជើងមួយទៅមុខឲ្យត្រង់ប្រហែល5វិនាទីបន្ទាប់មកចុះវិញយឺតៗបដូរជើងម្ខាងទៀតហើយធ្វើជាបន្តបន្ទាប់ធ្វើប្រហែល10ដងក្នុងមួយពេលព្រឹកម្ដងពេលល្ងាចម្ដងលំហាត់នេះជួយឲ្យសាច់ដុំភ្លៅនិងសន្លាក់ជើងលូតលាស់
ងាយដើរជាងមុននិងជួយទប់ទល់នឹងការឈឺចាប់នៅជង្គង់លំហាត់ទី3លើកជង្គង់ឡើងឈរលើជើងមួយបន្ទាប់មកលើកជង្គង់ជើងមកខាងឡើងឲ្យដល់កម្ពស់ប្រហែលចំហៀងពោះរយៈពេល3វិនាទីបន្ទាប់មកចុះវិញបន្ទាប់មកផ្លាស់ប្ដូរជើងចំនួន10ដងក្នុងមួយជើងលំហាត់នេះជួយសម្រួលសាច់ដុំភ្លៅបង្កើនតុល្យភាពនិងជួយឲ្យការដើររបស់អ្នកមានស្ថិរភាពជាងមុនលំហាត់ទី4បង្រួមជើងអង្គុយលើកជើងមួយហើយបង្វិលជើងទៅទិសស្ដាំ10ដងបន្ទាប់មកបង្វិលទៅឆ្វេង10ដងទៀតធ្វើសម្រាប់ជើងចង្ទីលំហាត់នេះជួយបន្ថយសន្លាក់តឹងធ្វើឲ្យឈាមលំហូរល្អនិងបន្ថយអារម្មណ៍ឈឺចាប់នៅជើងភ្នែកខាងក្រោមវាធ្វើឲ្យជើងមានភាពរលាស់និងងាយចលនាពិសេសសម្រាប់អ្នកដែលអង្គុយយូរឬដើរបាំងតិចលំហាត់ទី5ដកដង្ហើមវែងៗនៅពេលលោកតាលោកយាយហាត់លំហាត់ខាងលើសូមកុំភ្លេចដកដង្ហើមវែងៗជាមួយផងដកខ្យល់ចូលតាមច្រមុះយឺតៗប្រហែល4វិនាទីបន្ទាប់មកដកចេញតាមមាត់យឺតៗ4វិនាទីដែរវាជួយឲ្យរាងកាយស្រស់ស្រាយកាត់បន្ថយស្ត្រេសនិងធ្វើឲ្យសាច់ដុំទទួលអុកស៊ីសែនគ្រប់គ្រាន់គុំបង្ខំខ្លួនហាត់លើកកម្លាំងបើមានការឈឺចាប់សូមអនុវត្តតាមសមត្ថភាពខ្លួនឯងធ្វើរៀងរាល់ថ្ងៃបន្តបន្ទាប់ប្រហែលពី3សប្តាហ៍លោកតាលោកយាយនឹងឃើញថាជើងកាន់តែរឹងមាំនិងដើរយឺតៗក៏មិននឿយហត់ខ្លាំងទៀតលោកតាលោកយាយអាយុមិនមែនជាឧបសគ្គនៃសុខភាពឡើយបើអ្នកចាប់ផ្ដើមពីសកម្មភាពតូចៗដូចជាលំហាត់ស្រាលៗtheoនេះរៀងរាល់ថ្ងៃជើងរបស់អ្នកនឹងមានថាមពលដើរជាមួយនឹងភាពជឿជាក់និងសុភមង្គលក្នុងជីវិតប្រចាំថ្ងៃនេះជាវិធីទី2ក្នុងចំណោម5វិធីដើម្បីជួយឲ្យជើងរបស់អ្នករឹងមាំឡើងវិញវិធីទី3ញ៉ាំអាហារឲ្យត្រឹមត្រូវអាហាររបស់អ្នកជាផ្នែកសំខាន់ក្នុងការពង្រឹងជើងសាច់ដុំជើងត្រូវការប្រូតេអ៊ីនវីតាមីន D និងកាល់ស្យូមដើម្បីស្ដារភាពរឹងមាំឡើងវិញអាហារដែលគួរញ៉ាំជាប្រចាំត្រីសាមុនត្រីសាឌីនឬត្រីកាម៉ុងមានអូមេហ្គា3ជួយបន្ថយការរលាកសន្លាក់ស៊ុតឬសាច់មានជាតិប្រូតេអ៊ីនខ្ពស់ជួយស្ដារសាច់ដុំបន្លែបៃតងដូចជាស្ពៃខៀវនិងស្លឹកមរុំស្លឹកផ្ទីស្លឹកបាសផ្ដងកាល់ស្យូមផ្លែប៉េងប៉ោះនិងផ្លែបេរីមានសារធាតុប្រឆាំងអុកស៊ីកម្មការពារសរសៃឈាមចេកនិងផ្លែបឺមានប៉ូតាស្យូមជួយបន្ថយសាច់ដុំរឹងគួរតែជៀសវាងអាហារទូទៅដូចជាអាហារខ្លាញ់ខ្ពស់អាហារស្ករច្រើនអាហារកែច្នៃសម្បូរទៅដោយជាតិគីមីសូមបរិភោគអាហារតិចៗប៉ុន្តែច្រើនដងក្នុងមួយថ្ងៃដើម្បីឲ្យសារធាតុចិញ្ចឹមចូលទៅរាងកាយយឺតៗវិធីទី4ត្រាំជើងក្នុងទឹកក្តៅអ៊ុនៗការត្រាំជើងក្នុងទឹកក្តៅអ៊ុនៗជាវិធីសាស្ត្របុរាណប៉ុន្តែមានប្រសិទ្ធភាពខ្លាំងណាស់វាជួយឲ្យសរសៃឈាមជើងពង្រីកឈាមមានលំហូរល្អនិងសាច់ដុំបានសម្រាកបើអ្នកធ្លាប់មានជើងតឹងពិបាកធ្វើចលនាឬសាច់ដុំរឹងឬជើងត្រជាក់ជាញឹកញាប់វិធីនេះគឺល្អឥតខ្ចោះវិធីធ្វើប្រើទឹកក្តៅអ៊ុនៗប្រហែល38ទៅ40អង្សាសេអាចបន្ថែមខ្ញីសំបកក្រូចឆ្មាឬប្រេងអារ៉ូម៉ា4តិចត្រាំជើងប្រហែល15ទៅ20នាទីរៀងរាល់ល្ងាចអត្ថប្រយោជន៍បន្ថយការឈឺជើងជួយឲ្យគេងលក់ស្រួលជួយឲ្យសាច់ដុំនិងសន្លាក់សម្រាកវិធីទី5ផឹកទឹកឲ្យគ្រប់គ្រាន់ទឹកគឺជាអាហារសំខាន់សម្រាប់សរសៃឈាមនិងសាច់ដុំបើរាងកាយខ្វះទឹកឈាមនឹងខាប់ធ្វើឲ្យឈាមលំហូរមិនល្អទៅជើងដូច្នេះសូមផឹកទឹកប្រហែល2ដល់3លីត្រក្នុងមួយថ្ងៃអ្នកអាចផឹកជាបន្តបន្ទាប់មិនចាំបាច់ផឹកច្រើនក្នុងពេលតែមួយបើអ្នកខ្លាចនោមយប់អាចផឹកទឹកច្រើនជាងគេនៅពេលព្រឹកនិងតិចជាងគេនៅពេលល្ងាចសញ្ញាខ្វះទឹកបបោមាត់ស្ងួតទឹកនោមពណ៌លឿងខ្លាំងឈឺក្បាលឬសន្លាក់តឹងលោកតាលោកយាយនិងបងអូនជាទីស្រឡាញ់សុខភាពជើងគឺជាគន្លងសំខាន់ក្នុងជីវិតប្រចាំថ្ងៃបើជើងរបស់យើងរឹងមាំយើងអាចដើរឈរធ្វើការងារនិងរស់នៅដោយសេចក្តីសុខសូមចាប់ផ្ដើមពីថ្ងៃនេះដោយអនុវត្ត5វិធីសាមញ្ញ 1. ទទួលពន្លឺពីអាទិត្យពេលព្រឹក 2. ហាត់ប្រាណស្រាលៗ 3. ញ៉ាំអាហារសមរម្យ 4. ត្រាំជើងក្នុងទឹកក្តៅអ៊ុនៗ 5.
ផឹកទឹកឲ្យគ្រប់គ្រាន់អ្នកនឹងឃើញថាជើងរបស់អ្នកស្រួលឡើងកម្លាំងត្រឡប់មកវិញនិងអារម្មណ៍សុខសាន្តជារៀងរាល់ថ្ងៃសូមអរគុណដែលបានតាមដានចំបៃ TV កុំភ្លេចចុច Like Share និង Subscribe ដើម្បីទទួលបានវីដេអូសុខភាពថ្មីៗជារៀងរាល់ថ្ងៃសូមឲ្យមានសុខភាពល្អជើងរឹងមាំនិងជីវិតសប្បាយរីករាយជានិច្ច